ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះខឿនគីមីមកពីក្រុម SU35 ថ្ងៃហ្នឹងខ្ញុំនឹងនិយាយពី topic មួយដែលពាក់ព័ន្ធជាមួយនឹងការដែលអនុវត្តនៅ package Pep and package recording ជាដំបូងខ្ញុំនឹងចាប់ផ្ដើមពីនេះសិនដើម្បីឲ្យអញ្ចឹងទីមកជាសិនបើងាយស្រួលក្នុងការមើលអញ្ចឹងខ្ញុំនឹងធ្វើការ log in នៅ user របស់ខ្ញុំគឺខឿនគីមី password login success មួយទៀតខ្ញុំនឹងធ្វើការតេស្ត user របស់ខ្ញុំតើចង់មើលថា user របស់ខ្ញុំ user អីនេះខ្ញុំបាន login ជោគជ័យហើយគឺឃើញគីមីបន្ទាប់ទៀតចូលមកដល់យើងធ្វើការមកកាន់ path ដំបូងគឺ path 1 package management exercises exercise number 1 update package list អញ្ចឹងខ្ញុំនឹងធ្វើការវាយ command ដើម្បី update package list sudo apt update password alright ដូច្នេះខ្ញុំបានធ្វើការ update របស់ខ្ញុំហើយខ្ញុំឈានចូលមកកាន់ទី2នេះគឺ upgrade or install package អញ្ចឹងយើងអាចវាយពាក្យថា sudo apt upgrade អញ្ចឹងដូច្នេះចុចវាយដើម្បី yes ដោយសារតែការ upgrade របស់ខ្ញុំប្រើរយៈពេលយូរជាងខ្ញុំនឹងធ្វើការ skip នៅការ update មួយចំនួនដោយ skip វីដេអូហ្នឹងកុំឲ្យវែងពេកចឹងលោកគ្រូដូច្នេះចំណុចទី2ខ្ញុំបានធ្វើការ update ហើយដូច្នេះខ្ញុំនឹងចូលចំណុចទី3មួយទៀតគឺ install package nginx ជាដំបូងខ្ញុំនឹងធ្វើការវាយ command មួយ sudo apt install nginxនឹងវាកំពុងតែធ្វើការ update ជាខ្ញុំដាក់វាយមួយចឹងខ្ញុំនឹង skip ចំណុចទៀតតមកទៀតខ្ញុំបានធ្វើការinstall package nginx ហើយខ្ញុំនឹងធ្វើការ check នៅ status របស់វាបន្ថែមដោយប្រើ command ដោយសារតែហ្នឹងខ្ញុំនឹងធ្វើការប្រើ command មួយ system ct1 ctr status ngx អូឃើញថាវាកំពុងតែ active ចឹងវាដំណើរការហើយខ្ញុំនឹងឥឡូវហ្នឹងគឺចូលមកដល់ចំណុចទី5គឺ remove package ng ហ្នឹងដូច្នេះ sudo apt remove ngx អូអ្វីអត់ទៅ sudo apt remove ngx ដូច្នេះឃើញថា remove គឺយើងនឹងធ្វើការ remove វាគឺថាដាំហើយដូច្នេះយើងចូលមកកាន់ part ទី2ជាលេខទី6 display list of file in current directory អញ្ចឹងដើម្បី list វាមកយើងប្រើ ls.lx តមកទៀតយើងនឹងឃើញនៅ list របស់យើងមក
មួយទៀតយើងចូលមកកាន់ចំណុចទី7 use pipe និងដើម្បី filter .tt file ដោយប្រើ ls.lx ប្រើ pipe ហ្នឹង grep.tt ចង់ខ្ញុំនឹងធ្វើការដាក់ SU35 មក SU35.tt 喂ដោយសារតែខ្ញុំបានធ្វើការ delete នៅ ngx ហើយអញ្ចឹងមូលហេតុហ្នឹងហើយបានជាវាអត់ដំណើរការអញ្ចឹងខ្ញុំនឹងធ្វើការ install នៅ ngx មកវិញដូច្នេះខ្ញុំនឹងធ្វើការ link ម្ដងទៀតអូខេដោយសារតែ command របស់ខ្ញុំមានភាពឆ្កល់ឆ្គងតិចចឹងឥឡូវនេះខ្ញុំនឹងសាកព្យាយាមនៅ command មួយទៀតយ៉ាង not found ចឹងយើងចូលមកកាន់command នេះមួយទៀត command ទៀតចូលដល់ចំណុចទី8គឺuse have to search to for process SSH or NGX ដូច្នេះយើងប្រើ VSAX grep SSH ដូច្នេះវានឹងបង្ហាញរីសារអ្វីដែលយើងបានធ្វើការ search មិញអញ្ចឹងខ្ញុំចូលមកដល់ចំណុចទី9ទៀតអឺ redirectory command output using សញ្ញាធំជាង into file name output.tt ដូច្នេះខ្ញុំនឹងធ្វើការថែមនៅ comment មួយជាដំបូងខ្ញុំនឹងធ្វើការ create file មួយសិន hatch output.tt អូតាទី comment វាផ្សេងខុសអូខេបានយើងបានកាត់ហើយចុះយើងធ្វើការ ls.la ប្រើឆ្នាំរូបជាតិហ្នឹង output.tt តោះមកទៅយើងធ្វើការ create នៅ output ហ្នឹងដើម្បីបង្ហាញវា create output.ct នេះយើងនឹងឃើញនៅ output របស់យើង output.ct របស់យើងនៅខាងលើហ្នឹងអញ្ចឹងដូច្នេះខ្ញុំចូលមកកាន់ part ទី3ដែលត្រូវជា part ចុងក្រោយដើម្បី check firewall យើងប្រើ command sudo ufw status ឃើញថា inactive ដូច្នេះយើងនឹងធ្វើការ enable វាដោយប្រើ command ដើម្បី enable យើងប្រើ command មួយទៀត sudo ufw enable លឿនពេក sudo ufw enable ដូច្នេះគឺវានឹងបង្ហាញពាក្យថា active មកវិញអញ្ចឹងយើងនឹងមកដល់ចំណុចមួយទៀតគឺ allow port 80ដូច្នេះយើងនឹងវាយ command របស់យើង sudo ufw allow 80មានថា allow port 80ឈប់សិនអូខ្ញុំវាយ command ខុសតិចអូខេយើងបានធ្វើការ add ហើយអញ្ចឹងដូច្នេះយើងមកដល់ចំណុចទី13 allow SSH service អញ្ចឹងយើង sudo ufw allow SSH គឺយើងបាន add ហើយអញ្ចឹងយើងមកដល់ចំណុចទី14នេះគឺ check firewall ម្ដងទៀតអញ្ចឹង sudo ufw status ឃើញថារបស់យើងគឺ active ហើយគឺមានប៉ុណ្ណឹងដូច្នេះវីដេអូខ្ញុំមានប៉ុណ្ណឹងលោកគ្រូអរគុណច្រើនលោកគ្រូ
អឺ